ពួកម៉ែបងប្អូននេះគឺជាសកម្មភាពផ្ទាល់របស់លពូប៉ម្ចាស់ចំការចន្ទីនៅខាងស្យងកោះកេរខេត្តព្រះវិហារគាត់គឺជាអតិថិជនចាស់ដែលបានប្រើប្រាស់ជាមួយនឹងផលិតផលតមាសតាំងពីឆ្នាំមុនរហូតដល់ឆ្នាំនេះអញ្ចឹងយើងទៅស្ដាប់អំពីចំណាប់អារម្មណ៍របស់គាត់ទាំងអស់គ្នាបាទការជំវិញនេះមានកើតច្រើនដែរអត់កើតច្រើនតែលពូប្រើក្លរ៉ាការពារជាប់បាញ់ប្រហែលម៉ានជើងក្លរ៉ាឆ្នាំទៅបាញ់ច្រើនជើងណាអត់ទិញពីគាត់ទៅអស់ប្រហែល2កដងធំអូ2កដងធំនេះលពូបាទចាំទិញគេនៅផ្សារនេះរីរងនឹងអស់ច្រើនដែរបាទឆ្នាំហ្នឹងកំទិញរបស់គាត់ជាប់ហ្នឹងបាទជាប់ទិញតាំងអាពលហ្នឹងជា3ដងទាំងហ្នឹងហើយបាទ3ដងទៅកំទិញចម្រោះប៉ុន្តែសាក្រោយវាថាស្វិតក្តាប់ពេកកំសាយជ្រាវរបស់គាត់ហ្នឹងទៅអូមិនថាខាងខ្ញុំមកជួយសង្គ្រោះហ៎អូខេចាក្តាប់បាត់ដល់ពេលការច្រើនទៅនោះតកុំឡើងប៉ុណ្ណេះប៉ុន្តែវាស្វិតអូហូបាទវាស្វិតអាក្តាប់ទូហ្នឹងបាទចូលអាឆ្នាំហ្នឹងមកទៅគូរៀងឡើងវិញទៅគូកំបាញ់ជាបាញ់រហូតនេះហ្នឹងហឺរហូតហ្នឹងទៅបាទតែឈប់ហឺហ្មងឈប់បាទឈប់រើសដល់ខែប្រហែលឆ្នាំមុនលោកពូខែ6យ៉ាងភ្លៀងមែនតើហើយមេថារើសឡើងដល់ខែ6ឡើងគេលេងចង់ទិញចន្ទីហើយគេលេងទិញវាខោពេកហ្នឹងនៅ1000 1 គីឡូគាត់បាទតាំងពី6000អាហ្នឹងខាងហ្នឹងឆ្នាំទៅ6200កំណួដល់ពី6000រហូតធ្លាក់មកដល់1000បាទអូមានន័យថាដល់តាំងពីដើមដៃរហូតដល់គេអស់អាលេងពូទៅប្រឡែងចោលតែម្ដងអូមិនធម្មតាចុងក្រោយពូមានពាក្យពេចន៍អីផ្ដាំផ្ញើទៅកាន់ពូមិញដែលគាត់ធ្វើចការចន្ទីដូចលពូដែរផ្ដាំផ្ញើតាអ្នកធ្វើចន្ទីហ្នឹងបាញ់ឲ្យជាប់រហូតទៅកុំឲ្យបាញ់ប្រឡែងវាផលហ្នឹងក៏វាអត់ទៅបានដែរប្រឡែងរហូតទៅវាមេផ្សិតបាទអញ្ចឹងផលបានតិចចឹងបន្ទោសអ្នកលក់ថ្នាំវិញទៀតបាទត្រឹមត្រូវបាញ់អត់ទៀងពេលមានថ្នាំល្អហើយតែបាញ់អត់ទៀងពេលបាទដល់អញ្ចឹងវាបាញ់ចោលចឹងទៅវាមិនចាត់នឹងវាមកវិញទៅវាមិនតិចបាទទៅវាមានត្រូវបានផលតាំងបន្ទោសអ្នកលក់ថ្នាំតាំងនេះគុណវិបត្តិខ្លួនឯងបាទបន្ទោសលក់ថ្នាំបាទហើយយើងបានជាប់ចឹងទៅវាផលនឹងវាសัตว์វាមានតិចវាមានអីយើងផលជាកើនមកបាទនេះគឺជាសម្ដីពិតរបស់លោកពូប៉ក់ដែលនៅខាងសយ៉ងព្រះវិហារលោកពូមានដីចការចន្ទី5ហិកតាបាទកាលពីឆ្នាំមុនគឺបានប្រើប្រាស់ជាមួយនឹងផលិតផលតោមាសបាទរើសតាំងពី1គីឡូ6000រហូតដល់1គីឡូ1000រហូតដល់ឈប់រើសហើយ5ហិកតានេះលោកពូបានផាត់អីផ្សេងៗទៅអស់លោកពូសល់បាន10000បាទអញ្ចឹងបងប្អូនបាទអញ្ចឹងអំពូមិញដែលមានចការចន្ទីកុំប្រឡែងការថែទាំបាញ់ឲ្យទៀងទាត់ឲ្យត្រូវពេលវេលាចន្ទីនឹងបានផលបាទអរគុណ